ខេត្តកំពតគឺជាទីរួមខេត្តមួយដែលសម្បូរទៅដោយកន្លែងទេសចរណ៍កម្សាន្តជាច្រើនហើយខេត្តនេះគឺគិតទៅនឹងភ្នំពេញរបស់យើងមែនតើជាពិសេសគឺកន្លែងកម្សាន្តទេសចរណ៍ធម្មជាតិយើងនិយាយថាបានយើងមកដល់កំពតហើយដោយសារថ្ងៃនេះអាចទៅកន្លែងទេសសមុទ្រហើយនាការធំគេថ្មីហ្នឹងហើយតមកយើងកំពុងសាមគ្គីញ៉ាំបាយថ្ងៃហ្នឹងហើយយើងអាចជិះទូកលេងអញ្ចឹងចាំមើលទេសភាពផ្សេងទៀតហើយកងចំហុយទឹកអ៊ីវអានេះហើយគេស្ទូចពីទឹកមកហើយម៉េចជំរាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ជាតិពេលហើយថ្ងៃនេះដែរគឺជាថ្ងៃថ្មីហើយមានន័យថាគឺជាដំណើរកំសាន្តមួយទៀតគឺយើងនឹងធ្វើដំណើរទៅកាន់ខេត្តកំពតហើយលើកនេះដែរយើងប្លែកបន្តិចដោយសារតែយើងធ្វើដំណើរ